ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបឆាមើមឈូកដៃផ្អែមចាជូនបងគឺយើងដាក់ដាំទឹកឲ្យពុះរួចហើយដាក់ទឹកខ្មេះចំនួន2ស្លាបព្រាស្រស់មើមឈូកយើងទុករយៈពេល5នាទីចារួចហើយយើងស្រង់វាលាងជាមួយនឹងទឹកត្រជាក់ចាការធ្វើបែបនេះធ្វើឲ្យមើមឈូកយើងនៅតែស្រួយឆ្ងាញ់ចារួចហើយយើងទុកវាឲ្យស្រក់ទឹកមុនយកវាទៅឆាចារួចនេះខ្ញុំបាំងផ្ទះដាក់ប្រេងឆា2ស្លាបព្រាដាក់មើមឈូកយើងឆាវាមកត្រឡប់ចារួចប្រើស្ករសនោះចំនួន2ស្លាបព្រាទឹកស្អុយចំនួន4ស្លាបព្រាហើយនឹងទឹកស្ករនោះចំនួន2ស្លាបព្រាចារួចប្រើទឹកចំនួន1ខុបស្ងោរវាដល់ជំនាញទឹកចិត្តអស់បន្ថែមទឹកស្ករនេះចំនួន2ស្លាបព្រាទៀតរួចហើយប្រើប្រេងល្ង1ស្លាបព្រាដែលយើងឆាវាឲ្យពុះទឹកអស់ទៅហើយរោយល្ងពីលើបន្តិចទៀតនេះរួចចាចាសូមអរគុណចំពោះការតាមដានវីដេអូរបស់